everyone នេះគឺជាវីដេអូទី1របស់ខ្ញុំសម្រាប់ការបរៀនលើការ design Figma ដែលចាប់ផ្ដើមពីចំណុច beginning ទៅហើយខ្ញុំនឹងបរៀនពីការប្រើ Figma ហ្នឹងដើម្បី design app ជា UX UI ឬក៏ website ជាដើមជាដំបូងយើងត្រូវមាន account Figma ដើម្បីទៅប្រើអញ្ចឹងយើងវាយពាក្យថា figma.com អូខេយើងចុចនៅលើ link នេះបន្ទាប់មកយើងចុចពាក្យថា get start for free យើងបញ្ email របស់យើងបន្ទាប់ពីពេញបានហើយវានឹងលូតផ្ទាំងចូលមិនចេះតែម្ដងហើយសម្រាប់អ្នកដែលអត់ដឹងថា Figma ហ្នឹងគឺជាអីFigma ហ្នឹងគឺជា design tool មួយដែលអ្នក UX UI designer ប្រើសម្រាប់បង្កើត everything from app interface to website មានន័យថាអ្នក design UX UI នឹងប្រើ Figma ដើម្បីជា plan design ហើយតែ digital product ដូចជា mobile app website មាន dashboard landing page ឬក៏ social interface អូខេហើយហេតុអីបានត្រូវប្រើ Figma ព្រោះអីវា free for individual ឬក៏ collaborate with team អញ្ចឹងយើងអាចប្រើ Figma ហ្នឹងក្នុងការប្រើជា team បានហើយមួយទៀតវាមានលក្ខណៈ cross platform វាអាចដំណើរការបានទាំងនៅលើ Windows Mac ឬក៏ Linux ហើយ Figma វាអាច run នៅលើ browser របស់យើងផ្ទាល់វាអត់ដូច design tool ផ្សេងទៀតទេដែលត្រូវការ download software វាប្រើ RAM GPU storage Figma វាគឺជា cloud based ចឹងហើយវាអាច run នៅលើ web browser របស់យើងបានដូចជានៅលើ Chrome ឬក៏ Microsoft Edge ចឹងតែណាមួយ Figma ហ្នឹងយើងក៏អាច download វាបានដែរតែបើសម្រាប់ខ្ញុំហ្មងយើងធ្វើតែនៅលើចឹងទៅនៅលើ browser ចឹងទៅវាអត់ចាំបាច់ធ្វើការប្រើ RAM download ទៅនំអស់ RAM អស់អីបើអ្នកទាំងគ្នាចង់ install ក៏បានដែរតាមបេះដូងអ្នកទាំងគ្នាទេហ្នឹងហើយបន្ទាប់ពីយើងlog in មកហើយនេះគឺជាអីដែលយើងឃើញវាគឺជា Figma dashboard ជាដំបូងដើម្បីចង់បង្កើត file design មួយយើងត្រូវចុចនៅលើកន្លែង design នេះដើម្បីបង្កើត first Figma project ចាំបន្តិចវាលុបមកអូខេនៅខាងឆ្វេងនេះវាគឺជា layer panel ដែលធាតុនៅខាងក្នុង project យើងទាំងមូលវានឹងត្រូវ list មកទីនេះហើយនៅកណ្ដាលវាគឺជា toolbar ដែលវាមានជា shape ជា frame ហើយនឹង text ហើយនឹងមាន element អីផ្សេងទៀតហើយខាងស្ដាំនេះជា property tools ដែលយើងអាច edit color size ហើយអីផ្សេងទៀតនៅកន្លែង property panel នេះជាដំបូងនេះអត់មានអីទេខ្ញុំគ្រាន់តែចង់ណែនាំពីអីមួយពី tool មួយថាវាធ្វើអីមិនខ្លះដំបូងនេះគឺជា frame យើងចុចលើ frame មកនៅកន្លែងនេះវាលួចមកចេញជា phone
Mac ជា iPhone Android ក៏មានជា tablet មានជា desktop presentation watch paper social media ឬក៏នេះអីផ្សេងហ្នឹងតែយើងចូលមកធ្វើនៅលើ phone ហ្មងយក13 14នេះចុះយើង click លើវានោះផ្ទាំង frame មួយវានឹង load មកទីនេះហើយនៅកន្លែង list របស់យើងនេះវានឹងនៅកន្លែង layer របស់យើងនេះវានឹង list នៅអីដែលយើងបានធ្វើនៅលើ frame មួយហ្នឹងបើសិនជាយើងចង់ធ្វើដោយអត់ចង់បាន background ពណ៌សចឹងទេយើង change ពណ៌នៅកន្លែង fill នេះយើងអាចបំពេញពណ៌បានចំណែកនៅកន្លែង stroke នេះគឺយើងបំពេញcolor របស់វាពណ៌ដែលនៅបត់ជុំវិញខាងក្រៅចំពោះកន្លែង effect នេះយើងអាចលេង style របស់វាអាចជា drop shadow អាច blur បានតាមនឹងនៅកន្លែងនេះយើង export ដូចឧទាហរណ៍ថាយើងមានជារូបមួយឬក៏អីយើងអាច export វាទៅជារូបភាព PNG អីនៅក្នុង laptop របស់យើងអាចយកទៅប្រើការអីផ្សេងបានចឹងខ្ញុំចង់ដោពណ៌របស់វាហើយយកពណ៌នេះចាខ្ញុំធ្វើអញ្ចឹងគឺវាបាត់ property ផុសទូរស័ព្ទហ្នឹងហើយចឹងយើងគ្រាន់តែ click លើវាបាក់វាលុប property មកច្រើនដូចនៅកន្លែងនេះវាគឺជា corner radius វាប្រើដើម្បីកាត់ជ្រុងរបស់វាហ្នឹងឲ្យទៅជារាងមូលវាអត់ឆុងទេដោយនេះ0ចឹងទៅវានៅតែជាជ្រុង4ឆុងចឹងខ្ញុំតេស្តវា20ចឹងទៅនៅកន្លែងឆុងនេះវាឡើងជាឆុងទៀតហើយវាមូល20 pixelនេះគឺជា width ហើយនិង height របស់វាដែល width របស់វានៅកន្លែងដេកនេះ390ហើយចំណែក height របស់វាគឺ844បើសិនជាយើងចង់បានheight វែងជាងនឹងយើងអាចកែនៅនេះមកក៏បានដែរយើងចង់បានទំហំប្រមាណយើងដាក់ប៉ុណ្ណឹងអូខេបន្ទាប់មកយើងសាក add text ទៅលើ frame ទូរស័ព្ទនេះយើងនៅកន្លែង T នេះមានជា text យើងចុចលើវាបន្ទាប់មកយើង click មកវាឃើញចឹងយើងសរសេរទៅសរសេរអីក៏បានដែរខ្ញុំសរសេរថា my first design ឃើញយើងវាតូចយើង double click លើវាឲ្យវាឃើញចេញចេះមកបន្ទាប់មកវានឹងចេញ property របស់អក្សរហ្នឹងមកនេះគឺជាពណ៌សម្រាប់ដាក់អក្សរយើងអត់ចង់បានពណ៌ខ្មៅទេយើងដូរពណ៌ទៅពណ៌ហ្នឹងសិនចាហើយនៅកន្លែងនេះវាគឺជាទំហំអក្សរនេះគឺ rectangular វាប៉ុណ្ណឹងហើយនេះគឺជា font size របស់វា12វារៀងតូចតែដូរកន្លែងនេះខ្ញុំយកជា bold ខ្ញុំបន្ថែម size ឲ្យវា30
ok វាបានធំមកប៉ុណ្នេះហើយយើងចាប់វាទៅយើងចង់ដាក់តាណាក៏បានដែរវាជា frame ទូរស័ព្ទដែលយើងចង់ធ្វើជាអីនៅលើទូរស័ព្ទវាអាចធ្វើជា app ដូចជា bank ឬក៏ធ្វើជា app លក់អីវ៉ាន់អីផ្សេងបានទៀតវាច្រើនយើងអាចធ្វើបានឲ្យតែយើងមានគណិតក្នុងការ design ធំឈ្មោះនេះយើងអាចដូរទៅជាអីក៏បានដែរទៅតាមអីដែលយើងចង់ design តើហើយនៅកន្លែងនេះយើងក៏អាចឆេញវាដែរឆេញណាមទៅដើម្បីឲ្យយើងនឹងថា page ហ្នឹងវាធ្វើអីវាដើរចូលជា home page ឬក៏ login page ឬក៏ menu page អីចឹងយើងចង់ដូរឈ្មោះវាយើង double click លើវាអូខេដាក់ថា home page អូខេវាដូរកន្លែងហ្នឹងនៅកន្លែងនេះក៏ដូរដែរឥឡូវហ្នឹងយើងចង់បាន rectangle មួយចុះយើងចង់ដាក់វាដើម្បីឲ្យគេបំពេញជាឈ្មោះអីមួយឥឡូវយើងចង់បានរង្វង់មួយដើម្បីឲ្យយើងដាក់រូបភាពឬក៏ហៅថា logo យើងចុចនៅកន្លែងខំនេះចិត្តសញ្ញា rectangle ហ្នឹងយើងឃើញមានរូបភាពច្រើនយើងចង់បានកន្លែងនេះវងមួយយើងចុចមក click លើវាហើយទាញនេះគឺជា size ឬ size របស់វា width and height របស់វាខ្ញុំមកចង់បានរៀងបងកពើបន្តិចទេខ្ញុំចង់បានវងមូលប៉ុណ្្នឹងគ្នាខ្ញុំយក80ចាអូខេ80 pixel វងមូលនេះបន្ទាប់មកខ្ញុំចង់ដាក់កន្លែងហ្នឹងទៅជារូបភាពទៅខ្ញុំត្រូវធ្វើម៉េចចឹងដើម្បីចង់ដាក់រូបភាពយើងចុចនៅកន្លែង fill នេះតមកចុចកន្លែងនេះមកអូខេយើងឃើញកន្លែងនេះគឺជារូបភាពឬក៏ hover លើវាទៅវាដាក់ថា image យើងចុចលើវាយើង upload from computer របស់យើងរូបហ្នឹងត្រូវនៅក្នុង computer របស់យើងខ្ញុំដាក់រូបនេះចុះអូខេវាលូតមកបានហើយនៅកន្លែងនេះវាមានជា fill ជា fit ហ្នឹងគឺ fit រូបនឹងទំហំប្រមាណអីគឺវា fit តាមរូបវាអត់ fit តាមអីដែលយើងកំណត់ទេបើសិនជា fill គឺវាបំពេញវងមូលហើយដោយសារជារូបរបស់យើងវាមានជាលក្ខណៈ rectangle វាមិនជាវងចឹងទៅវាបានតែអាគាននេះទេតែឃើញអាលើហើយណាក្រោមនេះគឺវាអត់មានអីទេដោយសាររូបយើងវាមានលក្ខណៈជា rectangle ចឹងទេហើយនេះជាលក្ខណៈក្របយើងកាត់រូបកាត់អីហ្នឹងនេះជា tail បើសម្រាប់ tail នេះវាដូចពងរីករូសទៅតាម pixel ចឹងហើយទៅតាមភាគរយរបស់វាយើងជាអ្នកកំណត់តែខ្ញុំអត់ចង់បានចឹងទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាវាធ្វើការមួយកន្លែងហ្នឹងចឹងទៅខ្ញុំយកពាក្យថា fill វិញអូខេដើម្បីវាបានចេះស្អាតអូខេប៉ុណ្ណឹងបើសិនជាយើងចង់បានឃើញវារៀងតូចចឹងបន្ថែមវាទៅ100យើងអាចលេង style របស់វាតាមអីដែលយើងចង់បានបើសិនជាយើងចង់ដាក់ជាប៊ូតុងមួយយើងត្រូវធ្វើម៉េចប៊ូតុងភាគច្រើនគឺគេប្រើ rectangle គឺជា rectangle ហ្នឹង
យើងគូមកយើងចង់បានទំហំប្រហែលឬក៏បើវាទូចពេកឬក៏ធំពេកយើងអាចព្រិចព្រមវាទៅតាមនៅកន្លែងនេះបានអូខេយើងចង់បាន color ផ្សេងពីហ្នឹងដូចជា green ដូចជា blueអូខេទៅប៉ុណ្ណឹងសិននៅកន្លែងប៊ូតុងគឺយើងត្រូវកាប់ hurt edges ដើម្បីឲ្យវាស្អាតមើលទៅវា clean យើងប្រើ30វារីងមូលរីងធំដែរវាស្អាតបើសិនជាយើងចង់ទៅសេអក្សរនៅលើវាហ្នឹងយើងចុចពាក្យ T នេះដកមកយើងចង់ទៅសេកន្លែងណាយើងចុចនៅកន្លែងហ្នឹងចុចពាក្យថា log in យើងអត់ចង់បានអក្សររៀងប៉ុណ្ណឹងទេវាបូលចឹងទេយើងដូរមកយើងយក medium 30ដុល្លារចាស្អីគ្នាហើយយើងអាចស្រេទៅតាមក្នុងហ្នឹងទៅគ្នាបានឬក៏យើងស្រេហើយវានៅតែអត់បានដូចចិត្តយើងវាដូចជាហៀងវាហៀងអីយើងអាចទៅស្រេនៅកន្លែង position នេះបានវាដូចជា AX ឬក៏ AY នេះហាវាដូចជា AX ឬក៏ AY ដូចជាកន្លែងនេះ X ក្ដេកនេះ X ប្រឆោនេះគឺជា Y យើងចង់ឲ្យវាខិតឡើងលើយើងស្រេទៅតាមនឹងវាយើងចង់ឲ្យវាគៀនខិតមកឆ្វេងឬក៏ទៅស្ដាំយើងស្រេតាមនឹងណាហើយអីនេះគឺជាធាតុដែលនៅក្នុង frame ដែលយើងបានអូសចេញមកដើម្បី design វានឹងលូតមកកន្លែង layer pack នេះអញ្ចឹងវីដេអូទី1របស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេចាំជួបគ្នានៅវីដេអូទី2